លោកវរៈស្ដីឲ្យសំវិជ្ជការណែនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ជំវិញហេតុការណ៍ដែលលោកអធិការរងខិតដង្កោម្នាក់ទូអាវុធកាលពីយប់មិញសូមបញ្ជាក់ជូនក្រោយពីមានការផ្សព្វផ្សាយព័ត៌មានករណីផ្ទុះអាវុធមួយគ្រាប់នៅតាមទីសាធារណៈកាលពីយប់ថ្ងៃទី30ខែមិថុនាឆ្នាំ2025នៅចំណុចផ្លូវបេតុងមួយកន្លែងក្នុងភូមិកន្ទោកជើងសង្កាត់កន្ទោកខណ្ឌកំពូលរាជធានីភ្នំពេញមានការផ្សព្វផ្សាយថាលោកអធិការរងមួយនាក់នៃខណ្ឌដង្កោឈ្មោះទូចសៀងហោជាអ្នកបុតួគាត់នោះពាក់ព័ន្ធនឹងរឿងរ៉ាវទំនាស់បន្តិចបន្តួចជាមួយនឹងអ្នកជិតខាងក្នុងភូមិជាមួយគ្នាក្រោយពីឃើញការផ្សព្វផ្សាយព័ត៌មាននោះហើយឯកឧត្តមសេនីយ៍ឯកជុននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឲ្យមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវជាបន្ទាន់និងក៏ហៅលោកអធិការរងខាងលើយកមកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីប្រមូលព័ត៌មាននិងធ្វើរបាយការណ៍ជាក់លាក់ជូនឯកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញធ្វើការពិនិត្យនិងសម្រេចហើយសូមបញ្ជាក់ថាកន្លងមកនេះគឺឯកឧត្តមសេនីយ៍ឯកជុននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យថារាល់មន្ត្រីនគរបាលក្រមអាវ៉ាតដែលមានសកម្មភាពធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ធ្វើឲ្យប៉ះពាល់រំខានទៅដល់ប្រជាពលរដ្ឋស្លូតត្រង់ឬមួយក៏ប្រព្រឹត្តសកម្មភាពអ្វីដែលប្រឆាំងនឹងក្រមសីលធម៌វិជ្ជាជីវៈសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិគឺបើសិនជារកឃើញថាពិតជាមានសកម្មភាពកំហុសខុសឆ្គងឯកឧត្តមស្នងការគឺលោកមិនលើកលែងនោះទេតែតែមានការអនុវត្តវិធានការទៅតាមវិន័យកងកម្លាំងនគរបាលជាតិនាងខ្ញុំអែលស្រីនុយពីកម្មវិធី TVFB ប៉ះដំណឹងផលិតផលថ្មី JBL Party Box 520សេរីឆ្នាំ2025បានមកដល់ហើយលោកអ្នកអាចធ្វើការបញ្ជាកក់ឥឡូវនេះឬអាចរកទិញដោយផ្ទាល់នៅគ្រប់បណ្ដាសាខា Nano Sound ទូទាំងប្រទេសចាប់ពីខែមិថុនានេះតទៅឬបញ្ជាទិញតាមរយៈ App NTH Mall ទាញយក App NTH Mall ឥឡូវនេះ Ycam អ៊ីនធឺណិតជម្រើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចង់ឲ្យផលិតផលក្រុមហ៊ុនសហគ្រាសរបស់លោកអ្នកកាន់តែមានភាពទូលំទូលាយលើទីផ្សារដែរទេអាចទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មជាមួយអង្គភាពសារព័ត៌មាន TVFB តាមរយៈលេខទូរស័ព្ទ011 763 007 069 531 007